ដូនតាយើងនៃការសាសនាព្រាហ្មណ៍នឹងដើម្បីនឹងឲ្យប្រជាជនខ្មែរកាន់សាសនាព្រាហ្មណ៍បានធ្វើរបស់ពីទុកឲ្យខ្មែរយើងគឺរឿងរាមកេរ្តិ៍ហើយនឹងរឿងមហាភារតយុទ្ធប៉ុន្តែមហាភារតយុទ្ធនោះយើងមិនសូវដឹងទេសប្តាហ៍ថ្ងៃនេះទំនងជាសម្លៅដែលប្រែជាខ្មែរនឹងបាត់បង់ទៅជាប់មាននៅសៀមហើយតែនៅសល់នឹងខ្មែរយើងគឺរឿងរាមកេរ្តិ៍រឿងរាមកេរ្តិ៍នេះអាត្មាគេសរសេរថារាមកេរ្តិ៍អាត្មាមិនស្របទេសរសេរកេរ្តិ៍អញ្ចឹងគេយើងហៅគេបាននឹងសរសេរជាកេរ្តិ៍ជាសំចិត្តកេរ្តិ៍ហ្នឹងបាលីវាកតិសំចិត្តវាកេរ្តិ៍អាត្មាមិនស្របទេអាត្មាយល់ថាគេហ្នឹងក៏ដាក់តែអេគេហើយប្រកបបរកគេហ្នឹងជាភាសាខ្មែរសុទ្ធប្រែថាដែលជាប់តំណពីដើមមកឯពាក្យកតិឬសំចិត្តកេរ្តិ៍នោះជាគេឈ្មោះបោះសម្លេងទេដូច្នេះរាមកេរ្តិ៍គឺបរិមរឿងរមយណៈដែលមានពីដើមមកអាត្មាយល់អញ្ចឹងហើយដូនតាយើងបានប្រែជាខ្មែរឲ្យលោកអ្នកសិក្សាតែថ្ងៃនេះឃើញហើយរឿងរាមកេរ្តិ៍យើងមើលស្នាដៃចុះទាំងពាក្យទាំងពេចទាំងកាបទាំងឃ្លងល្អដូចជារមយណៈដែលសរសេរជាកាបខ្លឹងពីព្រោះនេះគេខ្លឹងគេហៅថាកាបមហាកាបចឹងដែរតែសរសេររឿងរាមកេរ្តិ៍ក៏ជាកាបតែជាភាសាសំស្ក្រឹតជាសំស្ក្រឹតត្រឹមត្រូវដែលបរិះថាសំស្ក្រឹត classic ល្អណាស់គឺថាការបង្កើតភាសាសំស្ក្រឹតឡើងដល់មកសម័យហ្នឹងគេសរសេរត្រឹមត្រូវល្អបំផុតហើយដល់មកខ្មែរយើងមកប្រែជាខ្មែរនេះក៏ជាកាបហើយកាបឲ្យល្អពិសេសខ្មែរយើងឥឡូវយើងសប្តាហ៍ធ្វើអត់បានទេហើយយើងមើលបើគេមិនទាំងយល់ផងក៏ប្រហែលដែលនាំឲ្យប្រែរឿងរាមកេរ្តិ៍ហើយនឹងរឿងមហាភារតយុទ្ធនេះពីព្រោះរឿងនេះក្នុងសាសនាព្រាហ្មណ៍ក្រោយពុទ្ធកាលគេទុកថាជារបស់ព្រាហ្មណ៍ប៉ុន្តែសេចក្តីពិតអត់មែនអញ្ចឹងទេគឺរឿងទាំងពីរនេះរឿងមហាភារតយុទ្ធគឺជារឿងចម្បាំងនៅក្នុងស្រុកក្លឹងធម្មតាឯរឿងរាមកេរ្តិ៍រឿងបរិមរៀបហ្នឹងក៏អញ្ចឹងដែរជារឿងធម្មតាប៉ុន្តែមានអ្នកតែងដល់តែទៅចិត្តការបានល្អហើយពួកព្រាហ្មណ៍នេះក្រោយពុទ្ធកាលហើយ500ឆ្នាំប្រមូលយកទាំងអស់ថាជាព្រាហ្មណ៍ហើយគាត់តែបន្ថែមទៅថាព្រាហ្មណ៍នឹងជាអវតារបណ្ណរាយដូចជាក្នុងរឿងមហាភារតៈអញ្ចឹងថាគ្រឹស្ណៈនឹងជាអវតារបណ្ណរាយតែប៉ុណ្្នឹងទៅហើយដាក់មកថាណាស្ដាប់រឿងរាមកេរ្តិ៍រឿងមហាប្រយុទ្ធនឹងជាបាបហើយគេដាក់គិចាអញ្ចឹងមែនខាងដើមនឹងដាក់ថាឲ្យស្ដាប់គេនិយាយក៏ជ្រះបាបនិយាយខ្លួនឯងក៏ជ្រះបាបហើយសប្តាហ៍នៅស្រុកក្លឹងនៅតាមដងទន្លេគង្គានៅពរាណសីហ្នឹងពួកព្រាហ្មណ៍ហ្នឹងពួកបុកសម្មេនសមាមហ្នឹងទៅអង្គុយទស្សនាទៅរឿងទាំងពីរហ្នឹងមនុស្សទៅស្ដាប់ទាំងពាន់ទាំងរយអញ្ចឹងដើម្បីឲ្យជ្រះបាបហើយសប្តាហ៍ទំនៀមខ្មែរយើងនៅមានអ្នកនិយាយរឿងរាមកេរ្តិ៍ហ្នឹងដល់ពិសេសនៅសៀមរាបហ្នឹងក៏មានហើយមានតាមួយនៅខាងពេញនោះមានតាមួយឈ្មោះតាគុតក៏ដើរនិយាយអញ្ចឹងគឺថាទំនៀមយើងពីដើមគឺដើរនិយាយអញ្ចឹងហើយអ្នកកាន់សាសនាព្រាហ្មណ៍ស្ដាប់ទៅជ្រះបាបហើយក៏ទៅជាបព្វធម៌ខ្មែរមួយហើយប៉ុន្តែដល់តមកយើងខ្មែរទាំងអស់គ្នានេះដែលសិក្សាដែលយើងមើលប្រវត្តិអញ្ចឹងទៅហូរហែមកដល់មកសម័យអង្គរមានសាសនាព្រាហ្មណ៍អញ្ចឹងហើយដូចថាមកដល់ណាថាមកដល់គ្រិស្តសករាជ202ព្រះបាទបរមេសូរមកសាងប្រាសាទបាគងក្នុងសម័យហ្នឹងនឹងសម័យចន្លាខាងដើរខាងចុងគឺក្នុងសម័យព្រះបាទឥសនវរ្ម័នខ្មែរយើងគោរពទេវតាទាំងពីរគឺបណ្ណរាយហើយនឹងព្រះវិស្ណុឯពីមុននឹងមកមានគោរពប្រព្រំបើមិនប្រព្រំទេប្រៃសូបើមិនប្រៃសូទេបណ្ណរាយ
ប្រាសាទឲ្យសាងទៅដើមមកដែលជាប្រាសាទភ្នំហ្នឹងគេច្រើនដាក់អញ្ចឹងដល់មកសម័យចិន្លាទេវតាទាំងពីរហ្នឹងស្រុកក្លឹងក៏អញ្ចឹងដែរដោយចង់ឲ្យទេវតាឲ្យរឹតតែខ្លាំងបកែឡើងទៀតយកទេវតាទាំងពីរមករួមគ្នាគឺប្រៃសូននិងបណ្ឌរាយហៅថាហរិហរៈនៅស្រុកក្លឹងហ្នឹងត្រង់ដែលទលេគង្គាចេញមកខាងក្រៅផុតភ្នំហើយមានក្រុងមួយឈ្មោះហរិద్వារប្រែថាទ្វារប្រៃសូបាទទ្វារប្រៃសូហ្នឹងហើយទលេនេះគឺទលេគង្គាហេតុហ្នឹងប្រៃសូនៅលើភ្នំទលេគង្គាជាសក្តិបើយើងនិយាយឲ្យនេះគឺជាប្រពន្ធប្រៃសូហើយហ្នឹងមកប្រពន្ធប្រៃសូបរវទីគឺភ្នំហមពៀនហ្នឹងជាប្រពន្ធប្រៃសូបរវទីកង្កាឧមាកង្កាស្អីកាលីទាំងអស់នេះជាសក្តិប្រៃសូហើយយើងក៏ចឹងដែរយើងនេះរឿងកាលវែងទៅភ្នំកូលែននេះជាភ្នំហមពៀនជាភ្នំកៃឡាស់ភ្នំកូលែននេះឈ្មោះដើមដែលក្នុងសម័យយើងហៅថាមហេន្ទ្របរពុទ្ធប្រែថាភ្នំមាសហើយប្របាទប្រមេសូគឺជាយមទី2ដល់ប្រនាមបច្ឆាមរណនាមជាបរមេស្វរៈបរមេសូលោកមកតាំងប្រទេសស្រុកខ្មែរយើងឲ្យបានជាឯករាជ្យទៅភ្នំកូលែនហើយប្រកាសស្រុកខ្មែរយើងនេះឲ្យទៅជាប្រទេសចក្រពត្តិជាអង្គដែលបងដងឥតជាប់តាក់ទងនឹងណានាទេយើងរួបរวมប្រទេសទាំងអស់ដែលនៅនឹងដីទឹកយើងទាំងប្រមាណនេះឲ្យមានឯកភាពប្រកាសឯករាជ្យនៅលើភ្នំកូលែនកាលនោះមានប្រហិតម្នាក់ឈ្មោះសេវកៃវលយៈជារាជប្រហិតជារាជគរុជាបរិជ្ជគ្រូហើយបានមកសាងប្រាសាទបាគងថាបាគងនេះឈ្មោះហរិហរាល័យក្នុងពេលនេះឯងហើយដែលប្រសិទ្ធិឲ្យទៅជាព្រលឹងខ្មែរគឺកសាងទេវរាជគឺលឹងមួយដែលជាទេវរាជជានាមគឺថាពីដើមគាត់ថាបើជាស្ដេចចឹងទៅប៉ុន្តែដល់មកក្នុងពេលនេះយើងធ្វើឲ្យទៅជាបង្កើតវប្បធម៌របស់ខ្មែរយើងឲ្យទៅជាទេវរាជដូច្នេះប្រៃសូនឹងបណ្ឌរាជនឹងឯងជាទេវរាជបានជាប្រាសាទនេះឈ្មោះហរិហរាល័យប្រែថាប្រាសាទដែលតម្កល់ព្រះហរិហរៈគឺប្រៃសូនបណ្ឌរាជប្រៃសូជាបដែកផងជាប្រគុណផងឯបណ្ឌរាជជាប្រគុណប្រៃសូបង្កើតផងបំផ្លាញផងកាលណាបណ្ឌណាគោរពនឹងរក្សាសុខសប្បាយកាលណាបើខឹងបំផ្លាញចោលឯបណ្ឌរាជជាប្រគុណអត់មានបំផ្លាញទេដូច្នេះដល់យកទេវតាទាំងពីរហ្នឹងមកដាក់រួមគ្នាទៅជាហរិហរៈវាមានទៅជាបដែកផងប្រគុណផងហើយពាក្យបដែកប្រគុណហ្នឹងបានអស់លោកទាំងអស់ហ្នឹងដល់បដែកគុណទាំងអស់នេះចំណៃនេះតមកក្នុងរាជបាទបរមេសូបានយើងសាងប្រាសាទទាំងឡើងហើយនៅនឹងក្នុងកលែនហ្នឹងដែលយើងបានឃើញដែលគេអ្នកស្រុកគេតែនិយាយថាថ្មសម្រាប់ដុសថ្នាំស្អែកកំលួងនោះតាំងពីបុកស្ពានមកសេចក្តីពិតមិនមែនទេគឺនៅស្រុកក្លឹងមានតែប្រៃសូទេដែលនៅក្នុងកៃឡាស់ទឹកទន្លេកាំងគាចេញមកដល់មកទន្លេកង្គានេះឯយើងនេះមានពីរគឺប្រៃសូបណ្ឌរាជហរិហរៈនៅនឹងស្ពានថ្មហ្នឹងនៅលើភ្នំកូលែនហ្នឹងមានរូបប្រៃសូផងរូបបណ្ឌរាជផងហើយនេះនៅនឹងព្រះធំតែកាលណាយើងដើរទៅក្នុងទឹកទឹកនៃស្លាយើងឃើញមានលឹងធំហើយយើងឃើញមានបណ្ឌរាជដេកលើនាគនៅកាក់ស្
ตึงนึงได้โพทละจอมหมกจองลายยังมุดตึกนึงhọ chừng bước khơi lưng tay xô rồi độc thì háo xả há sa linh gà cứ lưng mà quan lúc nào tìm riêng nãy là không tao không có lén chứ khơi nhái cứ bà sắc khi tức giặc này ao tao chỉ tức ẩm phung cháy há vô mà ao vô tức ạc nhập thấp ao cá sẽ lấy sụt đây cứ bà sắc khi sọc mai dứt ao tao chỉ sọc ảnh bia sọc tam bắp bắp thọ ảnh bia rồi tò móc ban Paramat Vishnu Lok cứ Paramat Yaso Paraman tranh phí vang nâu nâng bạc con đi móc co sáng ông co dương sập này đi chặt làm lớn cứ co sáng và sát để túc chia tì và riêng những nâu lơ phúng bạc khánh để háo xá phúng cảnh đào vừa năm cảnh đào hỏi tò mốt ban co sang krung nứng là hốt đal mộc sạch vật tí tập phí ban sang dương cái riệp châm pre tới chia biếp Phật sát ná cứ thật đal mộc và bát thần ra và bắn krung căn Phật sát ná là tim hà gián hỏi ban một đào về cho bất cứ bát thì ban kịp pil dương ban phải chia nâng lang soi riết hỏi bán dưỡng sáng và sát cô thông ní sang cầm thay Phật Trung Vinh sang bà Duẩn sang và sát tập rung và sát Phật Khánh và sát Phật Sống Phật kia nếu ta túc chung một đám cứ thá và ba giờ so và mắn và mê và Vishnu Lok cứ ba giờ so và mắn vô một sáng hay ní và sát nó kia hao giờ so thà rắc của rắc kỳ ri cứ phát là John này ai